ឃើញគេលេងសើចច្រើនដល់ហើយស្អាតចង់ទៅលេងសើចដែរត្រូវការគេខ្លះណាមើលសិនលេងសើចនៅរកែយើងត្រូវការរកែមួយត្រូវការស្បែកជើងអាវថ្មីខោថ្មីត្រូវបានច្រើនចឹងត្រូវការកាបូបតាមដាក់បានទៀតអូយហើយនៅសម្ភារៈវាយសីមានការីបអ្នកស្នាប់ដៃជូតញើសកសែងជូតខ្លួនជប់ចង់សាកលេងដំបងណាមិនទាន់បោះទុនច្រើនពេកពីព្រោះទី1យកអត់ច្បាស់ចិត្តទេថាយើងពិតជាចូលចិត្តកីឡាវាយសីមែនអត់មួយយើងចូលចិត្តរត់លេងបាល់ទេលេងអីទៅយើងមិនដឹងចឹងសាកទៅលេងសិនទៅពីព្រោះរកែដែរនៅកន្លែងតារាងមកគេក៏គេមានជួលដែរចឹងយើងអាចជួលលេងសិនបានហើយបើនៅរកែដែរអ្នកទាំងអស់គ្នាអាចជួលរកែម្ដងតែ$2ទី2អាវខោសុពតអត់ចាំបាច់តតែកៅអៅសម្រាប់វាយសីយើងអាចពាក់កៅអៅហាត់តាមធម្មតាទៅលេងក៏បានដែរទី3កតាំនឹងកាបូបយើងអត់តត្រូវការពីព្រោះសម្ភារៈទាំងអស់ហ្នឹងយើងអត់ត្រូវការចាំបាច់លេងក្នុងថ្ងៃដំបូងឬក៏ពាក់ដំបូងដែលយើងទៅលេងសីយើងកុំតទិញអីទី4អីបានផ្សេងៗទៀតដូចជាក្រេបម្សៅក្រេបស្នាប់ដៃកសែងជួបខ្លួនហ្នឹងអាចយកអត់ធម្មតាយកទៅសិនក៏បានដែរអាប្រមាណមុខខាងលើអាចខ្ចីគេអាចប្រើរបស់សម្ភារៈកីឡាផ្សេងៗទៀតជំនួសបានតែអ្វីដែលសំខាន់ជាងគេបំផុតដែលយើងចាំបាច់ត្រូវតែមាននោះគឺស្បែកជើងព្រោះទី1ស្បែកជើងអត់អាចជួលបានទេទី2គឺស្បែកជើងបាតាធម្មតាគឺយើងអាចយកទៅលេងសីបានទេពីព្រោះតារាងគេនឹងមិនអនុញ្ញាតឲ្យយើងលេងពីព្រោះស្បែកជើងបាតាបាតខ្មៅអាចខូចតារាងគេហើយសំខាន់ជាងគេនោះគឺសុខភាពរបស់យើងព្រោះបាតបាតាទាំងអស់ហ្នឹងគឺល្អហើយហាមបំផុតអើយសុំចិត្តហ្មងបងពាក់ក្រោកលេងសី Oh my god ខ្នាពាក់ក្រោកលេងសីគឺរត់តែល្អជាងស្បែកជើងបាតាទៀតហើយវាគ្រោះថ្នាក់មែនតើពីព្រោះក្រោកវាគ្រាន់តែមានកលឹះធូរវាអត់ដូចហឹបជើងដូចស្បែកជើងបាតាអញ្ចឹងគ្រោះថ្នាក់មែនតើសំណូមពរជប់ពាក់ក្រោកលេងសីណាអញ្ចឹងបើបងប្អូនអត់មានបច្ចេកសម្រាប់ទីស្បែកជើងវាយសីទេលេងដោះស្បែកជើងក៏បានដែរគឺគេអនុញ្ញាតឲ្យយើងលេងដោះស្បែកជើងបានហើយបែកខ្មាស់គេអ្នកកីឡាពិតប្រាកដគេមិនមកសើយើងយើងទេគេមានតែណែនាំយើងថែមស្បែកជើងសីអាចមានតម្លៃចាប់ពី$20ឡើងទៅតាមកម្រិតដែលយើងត្រូវការតាមម៉ាកតាម brand និងតាម model ហើយលុយប្រាក់មួយរកការជិតមានដំណឹងថ្មីហើយអញ្ចឹងកុំភ្លេចតាមដាន page ទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ